បាទអរញ្ញាតឲ្យខ្ញុំបានវិរៈសូមអង្គកាយគ្រប់និងជម្រាបសួរទៅកាន់វត្តមានប្រិមិត្តពុកម៉ែបងប្អូនដែលតែតាមដានព័ត៌មានតនហេតុការណ៍ចេញពីអង្គភាព SVT កាសែតស្នេហ៍ជាតិក៏ដូចជាអង្គភាពបាទក្តាមក្រហមអង្គភាព KH អង្គភាព BTV News អង្គភាព TPN TV Online ផងដែរបាទនៅថ្ងៃទី20បាទខែមករាឆ្នាំ2026នេះដោយអូនស្រីលីដាដែលមកពីខាងខេត្តបន្ទាយមានជ័យជាអ្នករស់នៅភូមិតារាងបាល់សង្កាត់កំពង់ស្វាយក្រុងស្រីសុខុនខេត្តបន្ទាយមានជ័យដោយគាត់បានមករៀបរាប់ប្រាប់អ្នកព័ត៌មានមកដល់នៅទឹកដីបាត់ដំបងថាមានការរងនៅភាពអយុត្តិធម៌បាទដោយការចាញ់ក្តីដូចជាការនៅខាងខេត្តបន្ទាយមានជ័យរហូតឆ្ពោះមកដល់សាលាតូនៅក្នុងខេត្តបាត់ដំបងនេះចឹងចង់ដឹងរឿងរ៉ាវជាមួយនឹងបទសម្ភាសន៍ពីសារព័ត៌មានយើងជាច្រើនអង្គភាពទៅកាន់បងអូនតែម្ដងបាទជំរាបសួរបាទបងអូនពីដើមបាទអរគុណបងអូនសូមឲ្យបងអូនជួយណែនាំបន្តិចទៅកាន់បងប្អូនយើងឲ្យបានស្គាល់ចាជំរាបសួរបងប្អូននាងខ្ញុំឈ្មោះហានហ៊ុនលីដាដែលជាអ្នករស់នៅក្រុងស្រីសុខុនខេត្តបន្ទាយមានជ័យបាទលីដាពាក់ព័ន្ធនឹងបងអូនដែលមកដល់ក្រុងបាត់ដំបងនៅថ្ងៃទី20នេះតើបងអូនមានរឿងអយុត្តិធម៌អ្វីឬក៏មានបញ្ហាអ្វីដែរដែលបំពឹងអ្នកព័ត៌មានបាត់ដំបងយើងជាច្រើនអង្គភាពនៅក្នុងការជួយផ្សាយជូនដំណឹងចាបងសម្រាប់នាងខ្ញុំមានជួបជាមួយនឹងរឿងដែលអយុត្តិធម៌បងដែលនាងខ្ញុំគឺជាអ្នកលក់ដូរចាខ្នាតតូចដែលជាម្ចាស់អាជីវកម្មខ្នាតតូចមួយរូបដែលត្រូវបានមានស្ត្រីម្នាក់គាត់មកលួចទំនិញរបស់នាងខ្ញុំចានៅទីតាំងដែលនាងខ្ញុំលក់ដូរបងចាហើយរឿងរ៉ាវនេះគឺពិតជាធ្វើឲ្យនាងខ្ញុំកើតហេតុកើតទុកមិនសុខចិត្តខ្លាំងមែនតើចាដោយសារតែនាងខ្ញុំបានមានកាមេរ៉ាសុវត្ថិភាពចាកាមេរ៉ាសុវត្ថិភាពហ្នឹងគឺដាក់កាមេរ៉ាសុវត្ថិភាពនៅក្នុងតូបរបស់នាងខ្ញុំក៏បានចាប់បានជាមួយនឹងជនជាប់ចោតម្នាក់មកលួចទំនិញរបស់នាងខ្ញុំជាជនសង្ស័យចាជាជនសង្ស័យជនចូលមកទិញអីវ៉ាន់ហើយក៏គាត់បានមានដៃមានជើងរពឹសយករបស់ចឹងទៅចាបើបន្ទាប់ពីលីដាដែលបានឆែកទៅលើកាមេរ៉ាឃើញថាមាននារីម្នាក់ដែលគាត់ចូលទៅទិញអីវ៉ាន់នៅក្នុងកន្លែងលក់ហើយក៏ចេញមកវិញក៏មានការយកជារបស់នៅក្នុងហាងនៅក្នុងកន្លែងលក់ទំនិញនោះតើបន្ទាប់ពីនោះបងអូនបានទៅដាក់ពាក្យបណ្ដឹងបន្ទាប់ពីខែឃើញមានទៅដាក់ពាក្យបណ្ដឹងទៅកាន់អធិការអីទេចាខ្ញុំបានដាក់ពាក្យបណ្ដឹងនៅខាងអធិការបងបាទប៉ុន្តែមុនដាក់ពាក្យបណ្ដឹងហ្នឹងគឺនាងខ្ញុំបានធ្វើការបង្ហោះបង្ហោះរូបអ្នកដែលគាត់យកទំនិញខ្ញុំហ្នឹងណាដោយសារតែខ្ញុំអត់ស្គាល់ទេចាអត់ស្គាល់តើឲ្យខ្ញុំទៅរកទៅដាក់ពាក្យបណ្ដឹងតាមរបៀបណាបើខ្ញុំអត់ស្គាល់ឈ្មោះអ្វីនៅណាហើយមុខរបរធ្វើអីអញ្ចឹងខ្ញុំមិនអាចទៅដាក់ពាក្យបណ្ដឹងបានអញ្ចឹងខ្ញុំមានតែបង្ហោះដើម្បីស្វែងរកចាឬក៏ឲ្យគាត់មកសងថ្លៃទំនិញរបស់នាងខ្ញុំអញ្ចឹងបន្ទាប់ពីការដែលបងអូនបង្ហោះធ្វើការបង្ហោះនៅកាមេរ៉ាវីដេអូកាមេរ៉ាសុវត្ថិភាពដែលសកម្មភាពការលួចទំនិញនេះស្រាប់តែមានសម្បីខ្លួនគេចេញមកតវ៉ាឬយ៉ាងណាចាមានសម័យខ្លួនធ្វើការឆាតមក account របស់បុគ្គលិកខ្ញុំកាន់តែឲ្យឆាតមកខ្ញុំគឺអត់ឆាតមកទេបងបាទការឆាតទៅកាន់បុគ្គលិកចាឆាតមក account បុគ្គលិកហើយរឿងរ៉ាវបន្តទៀតយ៉ាងណាដែរបានឈានទៅដល់ការប្តឹងផ្ដល់ឬថាដូចជាបងអូនដូចជាម្ចាស់របស់ទេហើយជនសង្ស័យបានមកលួចឲ្យបងអូនខ្លាយទៅជាជនរងគ្រោះទៅវិញចារឿងរ៉ាវយ៉ាងណាដែរបងអូនសូមរៀបរាប់ដំណើររឿងបន្តិចចំពោះរឿងរ៉ាវហ្នឹងគឺក្រោយពេលកើតហេតុហើយគឺនាងខ្ញុំបានទៅប្តឹងនៅអធិការខេត្តបងប៉ុន្តែជាក់ស្ដែងខាងដែលជនសង្ស័យដែលមកលួចទំនិញនាងខ្ញុំហ្នឹងគឺបានទៅប្តឹងនាងខ្ញុំពីបទបរិហាគេដោយសារនាងខ្ញុំបង្ហោះហ្នឹងនៅតុលាការចានៅតុលាការហើយបរិហាពីបទបរិហាគេហ្នឹងបងអូនស្រីបាននិយាយបរិហាគេពីអ្វីខ្លះសូមបងអូនស្រីបកស្រាយមកអស់មកចាបងជាក់ស្ដែងធម្មតាទេនៅកន្លែងលក់ដូរនាងខ្ញុំមានជាមួយនឹងកាមេរ៉ាសុវត្ថិភាពដើម្បីចាប់យកនៅដើម្បីការពារការលួចការអញ្ចឹងហ៎បងដល់ពេលតាបាទលីដាងាកមកវិញបាទកុំវិញឆ្ងាយយើងងាកមកត្រង់ថាពេលដែលបងអូនទៅប្តឹងនៅអធិការខេត្តបន្ទាយមានជ័យតើមានដំណោះស្រាយជូនបងអូនមួយដោយយុត្តិធម៌ទេនៅពេលនោះបងជាក់ស្ដែងរហូតដល់ពេលហ្នឹងគឺរឿងរ៉ាវកើតឡើងតាំងពីថ្ងៃទី1ខែ1ឆ្នាំ2025តែរហូតមកដល់ពេលនេះគឺរយៈពេល1ឆ្នាំជាងហើយបងអត់ទាន់មានវិធានការឬក៏ដំណោះស្រាយណាមួយដែលមានភាពយុត្តិធម៌សម្រាប់នាងខ្ញុំដែលជាម្ចាស់តូបដែលបាត់បង់ណាបងដែលត្រូវគេមកលួចទំនិញរបស់នាងខ្ញុំគឺអត់ទាន់មានយុត្តិធម៌សម្រាប់នាងខ្ញុំទេចាដូច្នេះបានន័យថាពាក្យបណ្ដឹងទៅកាន់លោកអធិការក្រុងបានន័យថាអធិការក្រុងអត់បានហៅភាគីទាំងសងខាងមកសម្រាប់សម្រួលបញ្ចប់ទេសម្រាប់អធិការគឺគាត់ហៅមកសម្រាប់សម្រួលបញ្ចប់ប៉ុន្តែភាគីខាង
ខាងហ្នឹងគឺគេអត់យល់ស្របបងគេអត់បញ្ចប់ចាគេបន្តសាច់រឿងហ្នឹងទៅកាន់ខាងតុលាការនៃខេត្តបន្ទាយមានជ័យចាបាទប៉ុន្តែគេប្តឹងយើងទៅដល់តុលាការយើងប្តឹងត្រឹមអធិការចាបាទប៉ុន្តែយើងជាម្ចាស់របស់បាទនេះថាជាជនរងគ្រោះហើយគេជាជនសង្ស័យនៅក្នុងការលួចរបស់យើងចាបែរជាជនសង្ស័យហ្នឹងទៅប្តឹងនៅតុលាការបកមកលើយើងពីបទបរិហាគេទៅវិញបាទចុះពាក់ព័ន្ធនឹងការដែលមិនបានសម្របសម្រួលនៅខាងអធិការបែរជាភាគីជនសង្ស័យជាអ្នកលួចបាទដែលគាត់ទៅប្តឹងនៅតុលាការទៅតុលាការគេមាននីតិវិធីការកោះហៅយ៉ាងណាដែរសម្រាប់បងអូនផ្ទាល់សម្រាប់ពាក្យបណ្ដឹងដែលគេប្តឹងនាងខ្ញុំពីបទបរិហាគេហ្នឹងគឺការប្តឹងរបស់គេហ្នឹងគឺឃើញថារលូនមែនតើបងហើយលឿនរហ័សមែនតើណាគឺគ្រាន់តែគេប្តឹងខ្ញុំមួយខែគឺមួយខែក្រោយគឺកោះហៅនាងខ្ញុំពឹបដល់សវនាការតែចំណែកដែលពាក្យបណ្ដឹងដែលនាងខ្ញុំប្តឹងពីបទលួចគឺរហូតដល់ពេលនេះមួយឆ្នាំហើយគឺទៅតែកោះហៅនាងខ្ញុំបាន2ដងហើយអត់ទាន់ចេញលទ្ធផលអីទេអញ្ចឹងបងអូនបានប្តឹងទៅលើជនសង្ស័យហ្នឹងពីបទលួចហើយជនសង្ស័យប្តឹងយើងពីបទបរិហាគេតែបែរជាតុលាការលោកបានកាត់ក្តីធ្វើការយ៉ាងមិនដែរសក្តិទាំងសងខាងឬក៏អយុត្តិធម៌សម្រាប់នាងខ្ញុំគឺអយុត្តិធម៌ខ្លាំងមែនតើបងដោយសាររឿងរ៉ាវកើតឡើងដំណាលគ្នាក្នុងពេលជាមួយគ្នាប៉ុន្តែហេតុអ្វីក៏ដំណើរការរឿងក្តីរបស់គេគឺលឿនខ្លាំងមែនតើតែហេតុអ្វីក៏រឿងនាងខ្ញុំរហូតដល់មកពេលនេះ1ឆ្នាំហើយអត់ទាន់មានវិធានការឬក៏អត់ទាន់មានលទ្ធផលចេញទេបាទអញ្ចឹងក្នុងការដែលបងអូនដាក់ពាក្យបណ្ដឹងតុលាការគេហៅប្រហែលមួយខ្ទង់មួយឆ្នាំអាចប្រហែលដងដែរដល់តុលាការកោះហៅចំនួន2ដងបង2ដងហើយប៉ុន្តែរឿងអត់ទាន់មានការសម្រេចសារក្រមទេនៅអត់ទាន់មានការសម្រេចសារក្រមឬក៏ជូនដំណឹងមកយើងតារបៀបណាទេបងបាទហើយបែរជាភាគីម្ខាងគឺជាជនសង្ស័យគេប្តឹងគេសម្រេចឲ្យយើងនឹងជាអ្នកចាញ់ក្តីវិញចាបាទត្រូវការក្នុងការចាញ់ក្តីក្នុងនាមយើងជាម្ចាស់តូបមួយកន្លែងការលក់បែរជាមានអតិថិជនដៃរពឹសរមាស់យកទៅលួចរបស់យើងហើយគេប្តឹងមកយើងតើគេប្តឹងវិបត្តិបរិហាគេទាមទារសំណងជំងឺចិត្តគេប៉ុន្មានទេបងគេទាមទារសំណងជំងឺចិត្ត$10,000បងចូល$10,000ចាហើយតុលាការគេកាត់ឲ្យទៅអត់ទេបងជាក់ស្ដែងកាត់ឲ្យសងជាសំណងទាំងអស់គឺ7លានរៀលទាំងចូលរដ្ឋហើយនឹងទាំងបង់ឲ្យសម័យខ្លួនខាងគេបាទអញ្ចឹងបងអូនគិតថារឿងនេះគឺវាអយុត្តិធម៌ខ្លាំងមែនតើបងដែលនាងខ្ញុំជាជនរងគ្រោះដែលត្រូវគេលួចទំនិញសោះហេតុអីក៏នាងខ្ញុំទៅជាជនចាប់ចោតទៅវិញបាទអរគុណប្រិមិត្តបន្ទាប់ពីបងអូនលីដាគាត់បានធ្វើការបកស្រាយពាក់ព័ន្ធនឹងរឿងខាងតុលាការខេត្តបន្ទាយមានជ័យខ្ញុំមិនបានលូកលាន់ប៉ុន្តែនេះគឺជាការអយុត្តិធម៌ដែលបងអូនគិតថាខ្លួនរកអយុត្តិធម៌ក៏បានមកពឹងអ្នកព័ត៌មានដល់បាត់ដំបងហើយពេលដែលបងអូនចាញ់បងអូនមិនអស់ចិត្តបងអូនបានសម្រេចចិត្តប្តឹងជំទាស់មកសាលាតូបាត់ដំបងមែនចាបងប្តឹងជំទាស់មកសាលាតូបាត់ដំបងបាទហើយក្នុងការដោះស្រាយព្រឹកមិញបងអូនបានចូលទៅបំភ្លឺឬយ៉ាងណាចូលទៅបំភ្លឺបងនៅសាវនាការនៅទីនឹងតែម្ដងបាទហើយការកាត់ការធ្វើការពីមន្ត្រីតុលាការយុត្តិធម៌យើងតើបងអូនយល់ឃើញយ៉ាងណាដែរចំពោះការបម្រើសេវាកម្មជូនជនដែលថាគិតថាអយុត្តិធម៌ខ្លួនឯងបើសម្រាប់នាងខ្ញុំវិញមានអារម្មណ៍ថានាងខ្ញុំដូចជាមិនសូវទទួលបានភាពសុក្រិតយុត្តិធម៌សម្រាប់ខ្លួនឯងណាបងចាដូចជាបន្ទុកគឺធ្លាក់មកលើនាងខ្ញុំដែលជាជនរងគ្រោះខ្លាំងមែនតែនបងបាទអរគុណបងអូនហើយក្នុងនាមបងអូនមកដល់ទីនេះគឺបានពឹងពាក់នសាព័ត៌មានយើងគ្រាន់តែការនាំសារគ្រាន់តែការជូនដំណឹងទៅកាន់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពដូចជាឯកឧត្តមពាក់ព័ន្ធជាមន្ត្រីពាក់ព័ន្ធទាំងអស់ជាពិសេសថ្នាក់ដឹកនាំបាទប្រទេសបងអូនមានអីសំណុំពរដើម្បីរកយុត្តិធម៌ជូនបងអូនទេនាងខ្ញុំសូមសំណូមពរដល់ឯកឧត្តមប្រធានតុលាការនៅខេត្តបន្ទាយមានជ័យជួយពន្លឿនជាមួយនឹងពាក្យបណ្ដឹងដែលនាងខ្ញុំប្តឹងពីបទលួចដែលមកទល់ពេលនេះគឺមានរយៈពេល1ឆ្នាំជាងហើយដែលនាងខ្ញុំពុំទាន់មានដំណោះស្រាយឬក៏ដំណឹងណាមួយដែលធ្វើឲ្យនាងខ្ញុំមានភាពយុត្តិធម៌សម្រាប់ខ្លួនឯងដែលជាជនរងគ្រោះត្រូវបានគេលួចទំនិញទេចាខ្ញុំជឿចាប់ណាស់ដែលពាក្យបណ្ដឹងរបស់ខ្ញុំដែលខ្ញុំប្តឹងគេនឹងគឺមិនទាន់ដំណើរការតែពាក្យបណ្ដឹងដែលគេប្តឹងនាងខ្ញុំលឿនដូចជាមីសិលអញ្ចឹងចាចឹងនាងខ្ញុំពិតជារងការឈឺចាប់ទាំងដែលពាក្យបណ្ដឹងរបស់នាងខ្ញុំគឺយឺតដូចអណ្ដើកមកតទៅពេលនេះគឺមិនទាន់មានដំណោះស្រាយឲ្យនាងខ្ញុំទេពិតជាឈឺចាប់ខ្លាំងមែនតើបងប្អូនអាយដាមនឹងមានការជួយដើម្បីថាធ្វើម៉េចសិក្សាមើលរឿងនឹងឡើងវិញពីព្រោះបងអូនបានបញ្ជាក់ថាគាត់ជាអ្នកលក់ក្នុងនាមជាម្ចាស់តូបលក់ទំនិញបែរជាអតិថិជនទៅទិញលួចរបស់ដល់ពេលចុងក្រោយបែរជាអ្នកដែលត្រូវគេលួចនេះคล้ายទៅជាជនរងគ្រោះអ្នកដែលលួចគេคล้ายទៅជាដើមបណ្ដឹងប្តឹងទាមទារសំណងដល់ច្រើនលុយមែនទែនបាទលុយច្រើនលានមែនទែនចឹងអរគុណហើយបងអូនមានអីផ្ដាំលីដាមានអីផ្ដាំទៅកាន់អ្នករ៉ូស៊ីដូចគ្នាថាតើគំរូយើងគួរតែថតផុសពេលដែលមានអ្នកដែលជនសង្ស័យបាទថាចោលចូលលួចហ្នឹង
ទៅចូលក្នុងហាងយើងយ៉ាងចាប់ផោះតាំងបានប៉ណ្ណឹងថតផុសយើងខុសទៅយើងផ្ដាំជាមេរៀនទៅដល់អ្នករស់ស៊ីដូចគ្នាកុំឲ្យធ្វើដូចយើងឬយ៉ាងម៉េចបើយើងប៉ណ្ណឹងទៅហើយគេមិនធ្វើការឲ្យបែរជាយើងខ្លាចទៅជនរងគ្រោះវិញចានាងខ្ញុំសូមសំណូមពរទៅបងអាជីវករឬក៏ជាអ្នករស់ស៊ីដូចនាងខ្ញុំណាសូមបងប្អូនទាំងអស់គ្នាមានកាមេរ៉ាសុវត្ថិភាពហើយចាប់បានចោលដែលលួចទំនិញហើអីចាបងប្អូនប្រយ័ត្នណាប្រយ័ត្នជួបរឿងដូចនាងខ្ញុំសម្រាប់បងអាជីវករទាំងអស់ក៏ដូចជាអ្នកលក់ដូរដូចនាងខ្ញុំណាចំណាយលុយទិញកាមេរ៉ាសុវត្ថិភាពហើយដើម្បីការពារសុវត្ថិភាពជូនហាងរបស់យើងតូបរបស់យើងកន្លែងរបស់យើងប៉ុន្តែបែបពេលយើងមានផុសតាំងត្រឹមត្រូវហើយពេលដែលយើងយកទៅយើងបង្ហោះរកជាមួយនឹងអត្តសញ្ញាណរបស់ចោអត្តសញ្ញាណរបស់អ្នកដែលមកលួចទំនិញរបស់យើងបែរជាយើងទៅជាមានកំហុសទៅជាគេប្តឹងយើងពីបទបរិហាគេទៅវិញបងប្អូនប្រយ័ត្នជួបរឿងដូចនាងខ្ញុំព្រោះនាងខ្ញុំផ្ទាល់ត្រូវបានតុលាការនៅខេត្តបន្ទាយមានជ័យកាត់ក្តីឲ្យនាងខ្ញុំទៅជាជនជាប់ចោតដែលត្រូវសងសំណងឲ្យទៅខាងភាគីដែលលួចទំនិញរបស់នាងខ្ញុំទៅវិញបងប្អូនប្រយ័ត្នជួបរឿងដូចនាងខ្ញុំណាចាបាទអរគុណប្រិមត្តទស្សនិកជនជាទីគោរពនិងជាទីមេត្រីដែលតាមដានព័ត៌មានទាន់ហេតុការណ៍ពីអង្គភាពជាច្រើនអង្គភាពនៅក្នុងទឹកដីខេត្តបាត់ដំបងបន្ទាប់ពីផ្ដល់បទសម្ភាសន៍ពីប្អូនលីដាដែលត្រូវរងគ្រោះពេលដែលលក់ទំនិញបែរជាមានអ្នកទិញលួចយកប្តឹងពីបទបរិហាកេបន្ទាប់ពីប្អូនផុសនៅរូបជនសង្ស័យដែលប្អូនមិនស្គាល់អត្តសញ្ញាណផុសបំណងដើម្បីរកឲ្យអ្នកដែលលួចនឹងចូលមកធ្វើការបាទហើយដោះស្រាយជាមួយគ្នាក៏ដូចជាមានការសំទោសជាដើមប៉ុន្តែអ្វីទាំងឡាយដែលបានផុសនោះคล้ายទៅជាកំហុសសម្រាប់ប្អូនដូចប្អូនផ្ដាំទៅអ្នកលក់ដូចគ្នាអញ្ចឹងបាទមិនចេះតែផុសទេប្រយ័ត្នគេលួចទៅផុសគេប្តឹងវិញអញ្ចឹងអរគុណសម្រាប់ការតាមដានពីបងប្អូនទស្សនិកជនទាំងក្នុងនិងក្រៅប្រទេសបាទសូមអរគុណនិងសូមជម្រាបលា